cái mới cái mới អូបើកបោវីដេអូចឹងអ្នកអូខេប្រកាសជាដឹងហើយថាថ្ងៃនេះ vlog នេះនឹងនិយាយពីអីនេះគឺនឹងបង្ហាញពីសកម្មភាពមុនជាមួយនឹងក្រោយពេលដែលខ្ញុំបានបង្កើត Emilia អ្នកទាំងអស់គ្នាហើយក៏ប្រាប់អ្នកទាំងអស់គ្នាពីមូលហេតុហើយបានខ្ញុំបដូរពីការកាត់ធម្មជាតិមកជាការវះកាត់ដែរហើយក៏មានអ្នកនិយាយច្រើនដែរថាខ្ញុំទៅកាត់កូនដូចទៅសាឡនដូចទៅដើរលេងអញ្ចឹងទៅមើលទាំងអស់គ្នានេះគឺមួយថ្ងៃមុនពេលដែលខ្ញុំត្រូវទៅវះអ្នកទាំងអស់គ្នាក៏ប៉ុន្តែគឺខ្ញុំមានកម្រងសម្រាប់ធម្មជាតិទេគឺពេលនេះគឺជាពេលដែលខ្ញុំកំពុងតែចាំអូនចេញមកអ្នកទាំងអស់គ្នាគឺបាន39អាទិត្យ3ថ្ងៃហើយតែខ្ញុំមានជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះផងហើយទឹកភ្លោះខ្ញុំច្រើនផងអញ្ចឹងទៅអូនគឺអត់ងាយចេញមកអ្នកទាំងអស់គ្នាសូម្បីតែពេលដែលខ្ញុំគៀកសម្រាប់មែនតើហើយក៏ស្បូនខ្ញុំអត់ទាន់បើកដែរហើយ unfortunately គឺរឿងទាំងអស់ហ្នឹងគឺធ្វើឲ្យកូនរបស់ខ្ញុំរៀងខ្សោយនិយាយទៅគឺពេលនេះគឺលោកគ្រូពេទ្យអ្នកគ្រូពេទ្យនៅមន្ទីរពេទ្យអរិនដាក៏ចាប់ផ្ដើម find out ថាកូនរបស់ខ្ញុំរៀងខ្សោយអ្នកទាំងអស់គ្នាតាំងចង្វាក់បេះដូងជាមួយនឹងតាំងកាយកម្រើទៅវាជាសញ្ញាមួយដែលគ្រោះថ្នាក់មែនតើបើសិនជាយើងនៅចាំគឺកូននឹងកាន់តែខ្សោយអញ្ចឹងនិយាយទៅក៏អរគុណដល់លោកគ្រូអ្នកគ្រូនៅមន្ទីរពេទ្យអរិនដាមែនតើដែល find out ហើយជួយសង្គ្រោះខ្ញុំជាមួយកូនបានភ្លាមណាទាំងអស់គ្នានេះគឺពេលដែលខ្ញុំអត់ទាន់សម្រេចចិត្តថាវាហេខ្ញុំចង់តាមដានបន្ថែមទៀតមកគេងនៅមន្ទីរពេទ្យអរិនដាសាខាដួងងារណាទាំងអស់គ្នាអូយបន្ទប់ធំមែនតើនេះគឺជាបន្ទប់ Queen ណាដែលខ្ញុំបានទុកតាំងពីដើមមកណាទាំងអស់គ្នាទៅគឺ environment ស្អាតខ្លាំងបន្ទប់អ្នកមកមើលដល់ឡែកជាមួយបន្ទប់អ្នកជំងឺដល់ឡែកទៀតនិយាយទៅគឺបន្ទប់នេះស្អាតហើយធំខ្លាំងស្ថានភាពខ្ញុំជាមួយនឹងកូនតតែខ្ញុំនេះមានគម្រោងចង់សម្រាប់ធម្មជាតិតាំងពីដើមនៅពេលចឹងទៅស្ទាក់ស្ទើរមែនតើទៅលើការវាក៏ពេលសញ្ញាគ្រោះថ្នាក់វាអត់ទាន់អីដែរណាទាំងអស់គ្នាគឺពួកខ្ញុំនៅឈៀលនៅអីឡើយនៅតាមដានឡើយទេដោយសារបើសិនជាកូនខ្ញុំអត់អីគឺខ្ញុំនឹងចាំដល់ថ្ងៃដែលខ្ញុំសម្រាប់ធម្មជាតិបានមកក្រោយពេលដែលតាមដានមួយយប់ហើយព្រឹកឡើងអ្នកគ្រូវ៉ាជាមួយនឹងតាមដានច្បាប់បេះដូងអូនបន្តក៏ឃើញថាកូនខ្ញុំនៅតែខ្សោយដដែលមានន័យថាគឺអ្នកគ្រូគាត់តាមដានពី2ម៉ោងម្ដងរហូតគឺកូនខ្ញុំដំបងអត់អីទេដល់ពេលព្រឹកឡើងចាប់ផ្ដើមទៅអត់ស្រួលគឺអ្នកគ្រូឲ្យខ្ញុំវះភ្លាមតែម្ដងចានេះគឺផាត់មុខទៅវះហ្នឹងអ្នកទាំងអស់គ្នាជាមួយអ្នកគ្រូថាវះម៉ោង12ម៉ោង1កន្លះគឺខ្ញុំត្រូវទៅវះហើយអញ្ចឹងទៅខ្ញុំត្រៀមខ្លួនត្រៀមអីមកស្អាតអញ្ចឹងដើម្បីយើងឈៀលកាពិតខ្ញុំភ័យណាស់អ្នកទាំងអស់គ្នាពេលនេះគឺភ័យខ្លាំងចង់យំបន្តិចអីបន្តិចដោយសារខ្លាចរឿងវះហ្នឹងខ្លាំងខ្ញុំសម្រាប់ខ្ញុំអញ្ចឹងខ្ញុំចង់ការធម្មជាតិដល់មេខាងនេះអូបាញ់ទឹកអប់ផាត់មុខឆ្ងាញ់ប្តីខ្ញុំនេះគឺបារម្ភពីប្រពន្ធបារម្ភពីកូនដោយសារភ័យដែរនេះគឺបងថ្លៃខ្ញុំចាមកកំដរតាំងពីយប់ដែលខ្ញុំត្រូវចូលពេទ្យនឹងហ្មងអ្នកទាំងអស់គ្នាគាត់គ្រាន់តែឮថាខ្ញុំអូខេថាវះគាត់សប្បាយចិត្តជាងគេដោយសារគាត់ចិត្តបានឃើញក្មួយគាត់តចានេះគឺធ្វើខ្លួនហើយគឺត្រៀមខ្លួនចូលវះហ្នឹងណាតែឃើញចឹងឯងក៏ខ្ញុំភ័យណាស់ក៏ចាប់ផ្ដើមយកវ៉ាវ៉ាដែលខ្ញុំបានត្រៀមទុកនឹងឡើងមកលើបន្ទប់អ្នកទាំងអស់គ្នាទៅគឺ stand by តាមឡាន stand by នៅផ្ទះបងថ្លៃខ្ញុំចោលមកឲ្យតែ confirm ថាវះភ្លាមគឺមានអវ៉ាន់នៅនឹងភ្លាមដើមលៀងដបដាក់ UV ដាក់អីដាំទឹកដាំអីដើម្បីចាំទទួលកូនណាគឺត្រៀមខ្លួនទៅមែនតើអ្នកទាំងអស់គ្នាហើយអារម្មណ៍ពេលហ្នឹងភ័យផងអផងភ័យខ្លាចដោយសារតែកម្រងអត់បានដូចចិត្តដោយសារតែចិត្តបានជួបមុខកូននេះទៅអារម្មណ៍ពេលហ្នឹងច្បុកច្បល់នេះគឺអ្នកគ្រូលោកគ្រូគាត់ចាប់ផ្ដើមអូសខ្ញុំទៅកន្លែងបន្ទប់ដែលយើងត្រូវចាក់ថ្នាំចង្កេះណាអ្នកគេដើម្បីស្ពកមើលទៅខ្ញុំសប្បាយស្លាប់ហ្មងគឺ chill ហ្មងទាំងអស់គ្នាតែការពិតទៅខ្ញុំភ័យណាស់បងប្អូនអើយខ្ញុំខ្លាចណាស់ដោយសារតែខ្ញុំខ្លាចឈឺខ្ញុំខ្លាចមកកបិតខ្ញុំខ្លាចការចាក់អំបត្តិការជិះចាប់នៅចង្កេះហ្នឹងគឺខ្ញុំខ្លាចគ្រប់សពក្រោយពីការវះកាត់ហើយអ្នកទាំងអស់គ្នាគឺខ្ញុំនិយាយពាក្យតែមួយម៉ាត់ទេបើដឹងតែវះស្រួលអញ្ចឹងគឺខ្ញុំវះតាំងពីយូរគឺខ្ញុំអរគុណដល់លោកគ្រូដែលបានជួយខ្ញុំនៅថ្ងៃនោះមែនតើនិយាយទៅគឺគាត់យកចិត្តទុកដាក់គាត់ម៉ត់ចត់មែនតើធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំទុកចិត្តអ្នកទាំងអស់គ្នាហើយការវះកាត់នេះគឺជោគជ័យល្អមែនតើហើយខ្ញុំនិយាយត្រង់អ្នកទាំងអស់គ្នាខ្ញុំអត់មានការជិះចាប់ស្មួយតែបន្តិចអ្នកគ្នាអាចមើលមុខខ្ញុំបានហើយពេលនេះគឺជាពេលដែលខ្ញុំរំភើបជាងគេគឺពី10 ប្រពន្ធខ្ញុំយំតែម្ដងគឺលឺសលេងកូនយំនៅទាំងអស់គ្នាហើយពេលវេលាមួយនេះគឺជាពេលវេលាដែលខ្ញុំមិនអាចបំភ្លេចបានទេនៅទាំងអស់គ្នាខ្ញុំចាំគ្រប់វិនាទីហ្មងអ្នកនរគ្នាគឺខ្ញុំរំភើបខ្ញុំសប្បាយចិត្តខ្លាំងមែនតើនិយាយទៅនិយាយឥឡូវហ្នឹងគឺនៅតែចង់លេងអឡូនទេកូនខ្ញុំក៏សុវត្ថិភាពខ្ញុំក៏សុវត្ថិភាពដែរអ្នកទាំងអស់គ្នាពេលដែលខ្ញុំវះកាត់ហ្នឹងទាំងបងបង្កើតខ្ញុំបងថ្លៃខ្ញុំគ្រួសារទាំងសងខាងជួយរៀបដើម្បី welcome on Emilia ជាមួយនឹងខ្ញុំណាទាំងអស់គ្នាពីការវះកាត់នៅមន្ទីរពេទ្យអរិនដាគឺនឹង check up អូរយៈពេល6ម៉ោងសិនបានយកមកបន្ទប់អ្នកទាំងអស់គ្នាហើយខ្ញុំក៏ចង់ដែរខ្ញុំក៏នៅក្នុងបន្ទប់តាមដានពី2ម៉ោងដូចគ្នាដើម្បីតាមដានមើលហើយពេលនេះគឺខ្ញុំកំពុងខ្ញុំណាទាំងអស់គ្នាវាគឺជា effect ក្រោយពេលដែលយើងវះកាត់ហើយក៏ខ្ញុំបានមកបន្ទប់វិញដែរគឺទាំងម៉ែទាំងកូនខ្ញុំគឺសុវត្ថិភាពទាំងពីរអ្នកហ្មងហើយអរគុណមែនតើទៅដល់មន្ទីរពេទ្យអរិនដាជាពិសេសលោកគ្រូអ្នកគ្រូដែលបានតាមដានពួកខ្ញុំតាំងពីដើមមករហូតដល់ថ្ងៃកើតនេះគឺអរគុណដល់ពួកគាត់មែនតើហើយក៏អរគុណដល់មន្ទីរពេទ្យអរិនដាដែរដោយសារគាត់មើលថែម៉ែកូនខ្ញុំបានល្អមែនតើទាំងអស់គ្នាទៅមហូបអាហារមួយថ្ងៃ3ពេលគ្រប់សពតែម្ដងមានទាំងសេវាកម្មយកម៉ាមីទៅសាឡននៅដូចអ្នកនរគ្នានិយាយចឹងថាខ្ញុំទៅកើតកូនទៅសាឡនហ្នឹងដោយសារតែសេវាកម្មមន្ទីរពេទ្យអរិនដាគឺថាទំនើបហើយលយខ្លាំងមែនតើហើយសម្រាប់កូនខ្ញុំវិញអ្នកទាំងអស់គ្នាការ check up ពីក្បាលដល់ចុងជើងទាំងខាងក្នុងទាំងខាងអី check up កូនយើងឲ្យ make sure ថាពេលដែលយើងចេញពីពេទ្យគឺកូនយើងអត់អីតែម្ដងនិយាយទៅមានបញ្ហាអីក៏សង្គ្រោះបន្ទាន់ដូចខែដែលកាត់ឡើងជាមួយខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នានិយាយទៅគឺអួយអរគុណសម្រាប់ការយកទឹកដាក់ពួកគាត់ខ្លាំងមែនតើហើយក៏មានសេវាកម្មហួចទឹកឲ្យកូនម៉ាស្សាខ្លួនឲ្យកូននិយាយទៅគឺមានគ្រប់សពហ្មងអ្នកទាំងអស់និយាយពីបន្ទប់វិញអ្នកទាំងអស់គ្នាអើយ fresh មែនតើនិយាយទៅគឺបន្ទប់ស្អាតជាមួយនឹង environment ល្អក៏ធ្វើឲ្យពេលដែលយើងកាត់ហើយឬក៏ពេលដែលយើងសម្រាប់ធម្មជាតិហើយទៅយើងរៀងបាក់បៀយើងរៀងទ្រុឌទ្រោមអីចឹងណាដល់ពេល environment ល្អក៏ធ្វើឲ្យយើងសប្បាយចិត្តហើយយើងមានកម្លាំងតាមនឹងដែរអញ្ចឹងវីដេអូរបស់ខ្ញុំទៅវះកាត់កូន
នេះគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាហើយនៅវីដេអូនៅប៉ែច្រើនទៀតចាំខ្ញុំធ្វើវីដេអូអ្នកគ្នាមើលក្រោយៗទៀតសុខភាពខ្ញុំរៀងល្អបន្តិចគឺខ្ញុំនឹងព្យាយាមកាត់វីដេអូអ្នកទាំងអស់គ្នាមើលឲ្យច្រើនជាងហ្នឹងទៀតអរគុណទាំងអស់គ្នាដែលមើលដល់ចប់ and bye bye ពុំមីងកុំភ្លេចឆ្លាញ់អូន Emily ឲ្យច្រើនណា